ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបចូលមើលស្ថិតិសិស្សតាមកម្រិតថ្នាក់បន្ទាប់ពីលោកគ្រូអ្នកគ្រូចូលមកដល់ផ្ទាំងនេះហើយលោកគ្រូអ្នកគ្រូធ្វើការចូលទៅកាន់ផ្នែកបឋមសិក្សាបន្ទាប់មកលោកគ្រូអ្នកគ្រូធ្វើការអូសចុះទៅក្រោមលោកគ្រូអ្នកគ្រូនឹងឃើញនៅចំនួនសិស្សតាមកម្រិតថ្នាក់ហើយក្នុងនោះមានចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី6ហើយមានថ្នាក់ពន្លឿននិងថ្នាក់សមាហរណកម្មផងដែរហើយក្នុងនោះផងដែរលោកគ្រូអ្នកគ្រូក៏អាចមើលជាចំនួនសិស្សចំនួនថ្នាក់សិស្សជាមធ្យមក្នុងមួយថ្នាក់ហើយក៏មានជាភាគរយសម្រាប់បញ្ជាក់ផងដែរហើយបើសិនជាលោកគ្រូអ្នកគ្រូចង់ដឹងពីទិន្នន័យរបស់សិស្សតាមកម្រិតថ្នាក់នៅក្នុងខេត្តណាមួយលោកគ្រូអ្នកគ្រូអាចចុចទៅលើខេត្តហ្នឹងវានឹងបង្ហាញទិន្នន័យនៅក្នុងខេត្តនោះផងដែរខ្ញុំចុចទៅលើខេត្តកណ្ដាលចុះហើយនេះជាចំនួនសិស្សតាមកម្រិតថ្នាក់នៅក្នុងខេត្តកណ្ដាលដែលក្នុងនោះមានកម្រិតថ្នាក់ចំនួនសិស្សចំនួនថ្នាក់សិស្សជាមធ្យមក្នុងមួយថ្នាក់ហើយនឹងការចែកជាភាគរយផងដែរវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា